Nếp số cừu nè cừu từng óc nàyថ្ងៃនេះគឺយើងនឹងមករៀនចែកមធ្យមភាគរបស់សិស្សនៅក្នុងកម្មវិធី Excel ឲ្យបានត្រឹមត្រូវទាំងអស់គ្នាបាទឧទាហរណ៍នេះគឺជា file របស់ខ្ញុំមួយឧទាហរណ៍ថាដំបូងគឺខ្ញុំប្រើរូបមន្ត average ខ្ញុំប្រើរូបមន្ត average យើងចុចស្មើរួចហើយ average លោកគ្រូអ្នកគ្រូ double click ចុចលើវាពីរដងហើយបន្ទាប់មកទៀតគឺលោកគ្រូធ្វើការ select ទៅលើបន្ទុកប៉ុន្មានមុខវិជ្ជារបស់យើងនឹង select ហើយនឹង select ត្រឹមតែភាសាបរទេសនេះទេអូខេរួចហើយគឺយើងធ្វើការបិទរង្វង់កញ្ចក់មកវិញបន្តមកទៀតគឺយើងធ្វើការចុច enter ហើយលោកគ្រូទាំងអស់គ្នាយកមក select លើហ្នឹងរួចហើយយើងយក cursor របស់យើងដាក់ចំកែងនេះយើងចាប់ទាញមកក្រោមdouble click ពីរដងរួចហើយយើងចាប់ទាញមកក្រោមមកសិស្សយើងឧទាហរណ៍មានប៉ុណ្ណឹងចាស់នឹងកន្លែងវាអត់ស្គាល់រូបមន្តនេះតិចទៀតគឺយើងនឹងធ្វើការលុបបំបាត់ទាំងអស់គ្នាទេaverage សូមបញ្ជាក់បន្តិចគឺនៅពេលដែលយើង select ទៅលើប្រមាណមុខវិជ្ជាវានឹងចេញវានឹងចែកប៉ុណ្ណឹងប៉ុន្តែជាសិស្សមិនបានបន្ទុកអញ្ចឹងក៏យើងត្រូវថែម0ដែរបើសិនជាយើងមិនដាក់0ឲ្យទេនោះ average វាមិនចែក12ទេគឺឧទាហរណ៍ថាលុបនោះ average នឹងធ្វើការចែកតែត្រឹម11មុខទេហើយផ្សេងទៀតខាងក្រោមនេះគឺវាចែក12ធម្មតាពីព្រោះ average រាប់តែចំនួនបន្ទុកដែលមានទេអញ្ចឹងយើងបើមិនមានបន្ទុកគឺលោកគ្រូអ្នកគ្រូត្រូវដាក់0បាទតែជាក់ស្ដែងឧទាហរណ៍ថានៅវិទ្យាល័យឬក៏អនុវិទ្យាល័យគឺបន្ទុកទាំងអស់ឧទាហរណ៍ថា12មុខប៉ុន្តែយើងមិនអាចប្រើរូបមន្ត average ដោយវារាប់តែចំនួន12មុខបានទេពីព្រោះយើងយកភាសាខ្មែរ1គុណ2គណិតវិទ្យា1គុណ2អញ្ចឹងយើងអាចចែកនឹង13មុខឬក៏14មុខប៉ុន្តែបើសិនជាយើងប្រើ average ចែកត្រឹមតែ12មុខទេមានន័យថារូបមន្តហ្នឹងគឺវារាប់ត្រឹមតែចំនួនមុខវិជ្ជាទាំងអស់12មុខដែលយើងបានបំពេញហ្នឹងអញ្ចឹងលោកគ្រូត្រូវធ្វើការបង្កើតចែកមធ្យមភាពមួយទៀតលក្ខណៈ manual លក្ខណៈដោយដៃអញ្ចឹងឧទាហរណ៍ថានេះគឺខ្ញុំចែកដោយដៃចាស់ឧទាហរណ៍ខ្ញុំលុបចេញសិនខ្ញុំចុចសញ្ញាស្មើហើយខ្ញុំយកបន្ទុកដែលយើងបានបូកហើយយើងប្រើរូបមន្ត30បូកហើយហ្នឹងយើង select ទៅលើវារួចហើយយើងចុច slash សញ្ញានេះគេហៅថាសញ្ញា slash រួចហើយធ្វើការចែកនឹងប៉ុន្មានឧទាហរណ៍ថាចែកនឹង13មុខចុះឬក៏14មុខចុះ14មុខអូខេរួចហើយយើងចុច enter បន្តមកទៀតលោកគ្រូធ្វើការចុចលើវាពីរដងមកហើយទៅអស់វាមកក្រោមពីរដងអស់មកក្រោមត្រឹមនឹងចុះអូខេត្រង់កន្លែងនេះវាចេញត្រង់ជើងហើយ value នេះវាចេះថាវាมันមានតម្លៃមានន័យថាខាងនេះអត់មានតម្លៃអញ្ចឹងគឺខាងនេះក៏វាមិនមានតម្លៃដែរវិធីសាស្ត្រងាយស្រួលគឺលោកគ្រូអ្នកគ្រូគ្រាន់តែធ្វើការដាក់នៅមេគុណនៅខាងក្រៅនៅកន្លះខាងក្រៅទៅលោកគ្រូអ្នកគ្រូបញ្ចូលតែមេគុណទៅវានឹងចែកនៅស្វ័យប្រវត្តិឧទាហរណ៍នេះជាក់ស្ដែងដូចខ្ញុំបានដាក់នេះសូមបញ្ចូលចំនួនមុខវិជ្ជាដែលត្រូវចែកនៅកន្លះនេះខ្ញុំដាក់12មុខនេះអញ្ចឹងលោកគ្រូអ្នកគ្រូធ្វើការកែនឹងវិញមកកែអូខេឥឡូវយើងលុប14មុខរបស់យើងចេញrồiហើយ slash នេះគឺយើងអត់លុបទេ slash នេះគឺយើងទុកនៅដដែល slash នេះគឺយើងទុកនៅដដែលតមកទៀតយើងធ្វើការ select ទៅលើកន្លះដែលយើងដាក់មេគុណនេះដែលយើងដាក់មេគុណមុខវិជ្ជាដែលត្រូវចែកហ្នឹងយើង select លើហ្នឹងមករួចហើយលោកគ្រូអ្នកគ្រូធ្វើការ enter អូខេ enter ហើយលោកគ្រូអ្នកគ្រូត្រូវចុចពីរដងលើវាអស់មកក្រោមលោកគ្រូអ្នកគ្រូឃើញវាអត់ស្គាល់តម្លៃខ្លះអត់មូលហេតុដោយសារតែយើងអត់ទាន់បាន lock cell មានន័យថាចង់កាឡាកុំឲ្យរត់ហេតុអ្វីព្រោះចំនួនមេគុណដែលយើងត្រូវចែកនៅលើអញ្ចឹងនៅពេលដែលយើងចាប់អស់វាមកក្រោមមកកាឡារូបមន្តនេះកាឡាដែលយើងត្រូវចែកនេះវារំលត់មកក្រោមមួយដែរ
ចាំមើលជាក់ស្ដែងដូចកាឡានេះយើងមើលនេះអានេះគឺវាចែកនេះ x2 នេះកាឡាគោលរបស់វានេះគឺ x2 នេះ x2 ហើយបន្តមកទៀតអានេះគឺវារត់ចុះមកក្រោមមួយដែរនេះលោកគ្រូឃើញ x ប៉ុន្មានគឺ x3 នេះនៅក្នុងកាឡានេះមានន័យថាតម្លៃហ្នឹងបើសិនជាយើងមិនលុក cell វាទេវារត់មកក្រោមមកកាឡាដែរអញ្ចឹងដំណោះស្រាយគឺលោកគ្រូធ្វើការ lock cell របស់វាសិន select ទៅលើរូបមន្តរបស់យើងសារថ្មីអូខេរួចហើយលោកគ្រូធ្វើការចុច F4 ឬក៏ computer លោកគ្រូអ្នកគ្រូខ្លះចុច F4 មិនចេញរូបដុល្លារទេសូមធ្វើការចុចទៅលើមុខងារឆ្លាស់របស់វាមកគឺ FN ដែលនៅជិត control ខាងឆ្វេងមានអក្សរ F ហើយនិងអក្សរ N អញ្ចឹងលោកគ្រូចុច FN នឹងឲ្យចប់ហើយចុច F4 បើសិនជាវាមិនស្គាល់អញ្ចឹងលោកគ្រូធ្វើការ select វាសិនមក select ទៅលើ x2 របស់យើងនេះសិនឲ្យវា lock cell មានន័យថាឲ្យគ្រប់កាឡាទាំងអស់នៃមធ្យមភាពហ្នឹងគឺវាចែកតែទៅនឹងកាឡាកូដរបស់យើងគឺ x2 នេះទេបាទអញ្ចឹងលោកគ្រូធ្វើការ select លើវាសិនបញ្ជាក់សូម select កុំឲ្យដោយសញ្ញា slash បន្ទាប់ពីយើងធ្វើការlock cell វារួចហើយនេះគឺលោកគ្រូធ្វើការ enter វាទៅចុច enter មកបន្តមកទៀតគឺវានឹងលែងរត់កាឡាចុះមកក្រោមដែរហើយអញ្ចឹងលោកគ្រូចុចលើវាពីរដងឬចាប់អស់ឡើងមកក្រោមអូខេអញ្ចឹងចំពោះនេះវាចេញសញ្ញាត្រង់ជោគហើយ value នេះលោកគ្រូចង់ធ្វើការលុបបំបត្តិវាកុំឲ្យវាបង្ហាញតម្លៃពីព្រោះនៅកន្លែងនេះវាអត់មានតម្លៃបន្ទុកតែពេលអញ្ចឹងគឺវានឹងបង្ហាញថាគ្មានតម្លៃដែរអញ្ចឹងអូខេអញ្ចឹងលោកគ្រូធ្វើការកែចូលមកកែនៅក្បាលខាងលើនឹងទៀតមកចុចលើវាពីរដងមករួចហើយលោកគ្រូត្រូវប្រើរូបមន្តចំនួនមួយគឺរូបមន្ត FIF ហើយសូមបើកវងកញ្ចក់មួយបន្តមកទៀតគឺយើងទៅតោងនៅគុណនាមនិងនាមនេះនៅឈ្មោះសិស្សយើងទៅតោងនៅឈ្មោះសិស្សលេខរៀងទី1នេះវាឲ្យយើងចុចសញ្ញាស្មើចុច double quote ពីរដងឬក៏សញ្ញាគ្មានកណ្ដោពីរដងសញ្ញាស្មើឬហើយចុច double quote ពីរដងមានន័យថាបើវានេះបើ B7 នេះ B7 របស់យើងហ្នឹងកាឡាកូដលេខរៀងទី1របស់យើងហ្នឹងវាស្មើនឹងទេសញ្ញាក្បៀស1នោះនាំឲ្យវាស្មើទៅទេដែរមានន័យថាបើ B7 កាឡាកូដរបស់យើងទី1ហ្នឹងវាស្មើនឹងទៅទេក្បៀស1នាំឲ្យវាស្មើទៅទេដែរបន្តមកទៀតក្បៀសមួយទៀតបើមិនដូចនោះទេក្បៀសនេះមានន័យថាបើមិនដូចឆ្នោះទេសូមឲ្យស្មើទៅនឹងនេះ set 7របស់យើងហ្នឹងកន្លែង set 7ដែលជាបន្ទុករបស់យើងសូមឲ្យស្មើ set 7ហ្នឹងចែកទៅនឹង x2 របស់យើងដែលយើងបាន lock cell មិញហ្នឹងរួចហើយលោកគ្រូធ្វើការបិទវងកញ្ចក់មកវិញបន្តមកទៀតចុច enter ហើយលោកគ្រូ select លើវិញម្ដងទៀតហើយយកម៉ៅម្នាក់កែនេះ double click ពីរដងលើវាចាប់ទាញវាមកក្រោមមកអូខេមានន័យថាបើសិនជានេះនៅកាឡាដែលយើងតោងហ្នឹងបើសិនជាវាទៅទេនោះកាឡាដែលយើងតោងតាមគេមិញហ្នឹងគឺវាស្មើនឹងទេដែរបាទហើយកាំងនេះក៏យើងអាចធ្វើបានដូចគ្នាចឹងដែរបើយើងប្រើរូបមន្ត average ហ្នឹងគឺលោកគ្រូអាចធ្វើបានដូចគ្នាទៅនឹងមធ្យមភាពដែលយើងចែកដោយដៃលក្ខណៈ manual មិញហ្នឹងគឺដែលយើងប្រើទៅលើរូបមន្ត F ជំនួយរូបមន្ត F នេះរូបមន្ត F នេះប្រែថាប្រសិនបើហើយយើងប្រើរូបមន្ត X នេះដើម្បីជំនួយដើម្បីឲ្យវាលុបទៅលើទិន្នន័យដែលវាមិនបានមានអញ្ចឹងខាងហ្នឹងក៏យើងអាចធ្វើបានដូចគ្នាដែរបាទនៅក្នុងមេរៀននេះគឺយើងបានមកដល់ទីបញ្ចប់ហើយបាទខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលចូលទស្សនាវីដេអូនេះខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងជួយ Subscribe និង Like នៅ Channel របស់ខ្ញុំម្នាក់មួយបាទដើម្បីជាកម្លាំងចិត្តដល់លោកខ្ញុំក្នុងការធ្វើនៅ
វីដេអូមេរៀនផ្សេងៗទៀតដែលទាក់ទងទៅនឹងរដ្ឋបាលថ្នាក់សូមអរគុណសូមជម្រាបលាយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀត